สุดท้ายខ្ញុំបាទសម្អាតដែលរត់សូមជំរាបសួរបងប្អូនជនរួមជាតិពីចម្ងាយថ្ងៃនេះគឺជាថ្ងៃដែលប្រទេសថៃបានសន្យាថានឹងប្រគល់វិរៈកងទ័ពរបស់ខ្មែរយើងទាំង18រូបវិលត្រឡប់មកចូលប្រទេសកំណើតខ្លួនវិញកាសែត The Nation បានចុះផ្សាយថានាយករដ្ឋមន្ត្រីអនុទិនធ្វើការសុំទោសទៅដល់ភាគីខ្មែរយើងថាកិច្ចការងារប្រគល់វិរៈកងទ័ពខ្មែរយើងត្រឡប់មកវិញនោះមិនទាន់បានធ្វើទេដោយសារគេត្រូវធ្វើការត្រួតពិនិត្យសុខភាពឡើងវិញខ្ញុំឃើញភ្លាមខ្ញុំមានការស្រងាក់ចិត្តដែលការស្រងាក់ចិត្តនោះគឺហាក់បីជាធម្មតាទៅវិញដោយសារនៅคลิปមុនខ្ញុំបាននិយាយឲ្យថាពួកសៀមនេះរដ្ឋាភិបាលវាផ្សេងតែហ៊ាននឹងស្ដេចវាផ្សឹងហើយវាជាពុះក្បាលពីរដែលខ្ញុំបាននិយាយជារឿយគឺជាពុះក្បាលពីរអញ្ចឹងរំពឹងទុកថាការចុះហត្ថលេខាសន្តិភាពដែលមានលោកប្រធានាធិបតី Trump ជាអ្នកដឹងឮជាសាក្សីផ្ទាល់និងជាការណែនាំឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធីដែលមានលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ជាម្ចាស់ផ្ទះធ្វើការសម្របសម្រួលនឹងនាំគ្នាបើកភ្នែកធំឃើញទង្វើនឹងការសន្យារបស់សៀមដែលពិបាកនឹងហៅទៅថៃដោយសារពួកនោះវាកលិចពេកបានកាលពីថ្ងៃទី27ខែតុលា2025នាយករដ្ឋមន្ត្រីអនុទិនខ្លួនឯងផ្ទាល់ហ្នឹងបាននិយាយដោយអះអាងថាពួកប្រជាជនសៀមហ្នឹងបានចូលមករស់នៅក្នុងទឹកដីរបស់ខ្មែរអញ្ចឹងដើម្បីឲ្យមានយុត្តិធម៌លោកក៏បានបន្តថានឹងប្រគល់ដីដែលប្រជាជនសៀមរស់នៅហ្នឹងមកឲ្យខ្មែរវិញក្នុងនោះចង់បញ្ជាក់ថាគឺជាទឹកដីដែលពួកចៅសៀមគឺតាក់ទងទៅហ៊ានសៀមជាមួយនឹងស្ដេចសៀមហ្នឹងទន្ទ្រានទឹកដីរបស់យើងគឺភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងតែម្ដងហើយបន្ទាប់ពីដាក់បន្លាលួសនឹងរាយកង់ឡានពួកវាឈូសឆាយអញ្ចឹងទៅហើយវាចេញបានអីឲ្យទៅបងប្អូនប្រជាជាតិរបស់គេហ្នឹងហាក់ដូចជាដីនឹងជារបស់ពួកវាអញ្ចឹងតាមការពិតវាប្លន់យកពីយើងហើយដែលអនុទិនបានដឹងច្បាស់ក៏បាននិយាយយ៉ាងក្បោះក្បាយហើយបញ្ជាក់ថានឹងប្រគល់មកប្រជាជនខ្មែរយើងវិញគឺមកប្រទេសខ្មែរយើងវិញដោយឡែកផុតពីនឹងទៅក្រោយពីចុះហត្ថលេខាសន្តិភាពនៅទីក្រុងកូឡាឡាំពួរឡើងវិញគឺមានលោកប្រធានាធិបតី Trump និង Anwar Ibrahim និងនាយករដ្ឋមន្ត្រីទាំងខ្មែរទាំងសៀមធ្វើការចុះហត្ថលេខាទទួលដឹងឮអំពីការដោះស្រាយព្រំប្រទល់រវាងខ្មែរនិងសៀមដោយសន្តិវិធីដោយសន្តិភាពខ្ញុំបានបញ្ជាក់ថាកុំទុកចិត្តសៀមឲ្យសោះបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចហើយខ្ញុំបាននិយាយទៅវាចេះតែចង់តែពិបាកនឹងថ្លែងថាពូជចៅសៀមជាស្ដេចហ្នឹងដែលមានបញ្ហាបាបកម្មរឿងខ្មែរហ្នឹងគឺប្លន់យកទឹកដីខ្មែរឲ្យបំភ្លៃការពិតកែច្នៃប្រវត្តិសាស្ត្រដើម្បីបំភាន់ភ្នែកប្រជាជាតិខ្លួនឯងហើយនឹងអន្តរជាតិតែมันអាចបន្លំភ្នែកម្ចាស់ទឹកម្ចាស់ដីគឺខ្មែរយើងឡើយគឺខ្មែរយើងស្គាល់ច្បាស់ព្រោះយើងជាម្ចាស់ទឹកដីដែលបានបាត់បង់ទៅ37ខែនោះមកចំណុចកន្លែងនេះខ្ញុំបានបញ្ជាក់ឡើងវិញថាសៀមក្រឡិចណាស់កាសែត The Nation បានចុះផ្សាយថានាយករដ្ឋមន្ត្រីរបស់សៀមបានសុំទោសតាក់ទងពីការងារដោះលែងវិរៈកងទ័ពខ្មែរមកឲ្យខ្មែរយើងវិញមិនទាន់បានធ្វើនៅឡើយគាត់សុំទោសពីព្រោះគាត់ត្រូវការត្រួតពិនិត្យសុខភាពសិនខ្ញុំថារឿងនេះជារឿងអសំណើចមួយវិញទៀតចំណែកទឹកដីដែលគាត់បានបញ្ជាក់ថាភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលមានពួកសៀមចូលមកនៅដីខ្មែរហ្នឹងត្រូវប្រគល់ឲ្យខ្មែរវិញហ្នឹងឥឡូវវាទៅជាបញ្ជាក់ផ្សាយថ្មីឡើងដោយសារថាការនិយាយនេះឲ្យគាត់សុំទោសវាមានការផន់ច្រឡំរឿងការ
ដោះស្រាយបញ្ហាធ្វើរបងព្រមទទួលរវាងខ្មែរសៀមគឺប្រគល់ទៅឲ្យទាហានសៀមទៅវិញលោកអ្នកឃើញហើយតាដូច្នេះយើងមិនគប្បីទៅជែកជាមួយសៀមតទៅទៀតទេមិនត្រូវចុះហត្ថលេខាអីទៀតទេត្រូវតែអនុវត្តដែលខ្ញុំនិយាយទៀតឲ្យបងប្អូនខ្មែរទូទៅលើពិភពលោកក៏បានបញ្ជាក់ថាគឺមានថា International Court of Justice ទេ ICJ ទេទើបឈានទៅរកការដោះស្រាយដោយសេចក្តីសុខសន្តិភាពនិងថ្លៃថ្នូរល្មមហើយមិនគួរគប្បីបណ្ដោយពេលវេលាសម្រាប់ចរចាជាមួយពួកសៀមថោកគួរគប្បីប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិនោះទើបបានទឹកដីខ្មែរមិនបាត់បង់ប្រជាជនខ្មែរនឹងសប្បាយរីករាយហើយប្រជាជនសៀមនៅតាមបណ្ដោយព្រំដែនក៏រីករាយដូចគ្នាពួកប្រជាជននិងប្រជាជនតាមបណ្ដោយព្រំដែនគឺស្រឡាញ់គ្នាតែខូចតែរឿងពួកចៅសៀមជាទាហាននឹងស្ដេចនឹងឯងដែលវាជាមនុស្សចៅ500ឥឡូវម៉ោងនេះខ្ញុំប្រាប់ពួកអ្នកឯងវិញចៅសៀមស្ដេចសៀមពួកអត់ស្អីចៅទេបើកូនចៅវាស្ដេចនឹងវាចៅដែរនឹងជាការពិតនិយាយមិនមើលងាយទេតែនិយាយការពិតឲ្យបងប្អូនដឹងថាពួកអនុសិទ្ធជាចៅទេហើយលួចយើងទាំងអស់លួចតាំងពីវប្បធម៌យើងអរិយធម៌យើងអក្សរសាស្ត្រយើងក្បាច់គុណបុរាណខ្មែរយើងសិនលួចយកពីយើងទាំងអស់ពួកអាចិននឹងវាមិនដែលចេះអីអាតៃហ្នឹងណាបាទតៃ in China វាអត់ចេះអីទេវាមកលួចរបស់យើងហើយវាមកបំភាន់ភ្នែកថាជារបស់វាចេះទៅរួចហើយបើខ្ញុំនិយាយឲ្យច្បាស់ថាពួកនេះមិនចង់និយាយជាមួយកុំជលក់មាត់មួយវាទៀតកុំចាប់ដៃមួយវាទៀតបងប្អូនទាហានយើងតាមព្រំបន្ទល់ណាឈប់ចាប់ដៃជាមួយវាអានេះសិតជាចោលអត់គេខ្មាស់វាបាញ់យើងស្លាប់ហើយវាសុំទោសបងប្អូនបាញ់វាវិញអត់ធ្វើការផុតពីចំនួនពលពតឲ្យមកធ្លាក់ក្នុងចំនួននេះឲ្យគេមកធ្វើបាបជាងតទៅទៀតអត់បានទេបងប្អូនអ្នកវងក្តីលោកញឹកមិនឆៃសិទ្ធិពួកដែលគាត់រស់នៅតាមព្រំបន្ទល់គាត់ស្គាល់ច្បាស់ណាស់ម្ល៉េះហើយយើងមិនគាត់បីឲ្យសៀមមកធ្វើបាបយើងដែលយើងមានរដ្ឋាភិបាលត្រឹមត្រូវហើយវាមកធ្វើបាបយើងបានទៀតប្រជាជននៅតាមភូមិជោគជ័យភូមិព្រៃច័ន្ទខ្លោចផ្សារច្រកអាងសេះក៏ខ្លោចផ្សារបាត់អស់លីអត់ឃើញទេឃើញថតទេឃើញតែមានតោបផ្ទះហ្នឹងមនុស្សទៅណាអស់លីញហើយមានទាហានយើងនៅនោះទីទីវាយកកណ្ដាក់ខ្មៅមកបាំងមកយើងអត់ត្រូវការអនុញ្ញាតឲ្យពួកវាមកធ្វើបាបយើងតទៅទៀតទេយើងអត់ត្រូវការសន្តិភាពបែបនោះទេយើងត្រូវការសន្តិភាពពិតប្រាកដដោយមិនមានបរទេសទាំងកើតទាំងលិចមកជ្រៀតជ្រែកនិងរឹបយកដីធ្លីរបស់យើងកោះរបស់យើងគាត់បីតែច្បាស់លាស់ព្រោះយើងចាស់ហើយមួយចំនួនគឺចិត្តទៅបដាហើយយើងកុំឲ្យខ្លួនយើងទៅបាត់ទៅកូនចំនួនក្រោយគ្នាអត់ដឹងអីគ្នាវេទនាតពីយើងទៀតនោះវាអត់ត្រូវច្រើនពេកហើយអញ្ចឹងលោកអ្នកជាក់ស្ដែងហើយវាអត់ដោះលែងទេហើយតែហ៊ានវាក៏នៅតែរុលឈូសឆាយទាំងថ្ងៃទី26 27 28ក៏វានៅឈូសឆាយដែរភូមិជោគជ័យសួរថាតើឯណាទៅភាពថ្លៃថ្នូររបស់ប្រជាជាតិខ្មែរដែលមានលក្ខណៈពេញលេញនៃបូរណភាពទឹកដីរបស់យើងនិងអធិបតេយ្យពេញលេញរបស់យើងនៅឯណាសំណួរសួរនៅទៅលើกระดาษនឹងឯងចឹងហើយបើខ្ញុំបញ្ជាក់ថាកុំឲ្យជឿទុកចិត្តចោលសៀមសាសលាវចឹងណាវាចរចាមួយលាវដើម្បីធ្វើការជប់បាញ់លាវក៏ដកតបទៅវាចូលរុលទៅដាក់បន្លាលុះកង់ឡានលើវាមកធ្វើលើយើងយ៉ាងទៀតដូចយើងត្រូវដឹងថាត្រូវតែប្រជាជាតិខ្មែរទាំងអស់នាំគ្នាប្រឹងប្រែងទាំងអស់គ្នាការពារដោយមិនឲ្យចាញ់កលរបស់សៀមឡើយខ្ញុំបាទសូមអាយដារវុធសូមអរគុណនិងសូមជម្រាបលាបងប្អូនសុខសប្បាយ